ជំរាបសួរនាងខ្ញុំឈ្មោះចំខេម៉ារៀននៅថ្នាក់ទី 8C នៅអនុវិទ្យាល័យដឹកជោសានផ្លាកសម្រោងជាសមាជិកនៃក្រុមប្រឹក្សាកុមារទទួលបន្ទុកផ្នែកសិក្សានិងបណ្ណាល័យនៅក្នុងរចនាសម្ព័ន្ធផ្នែកសិក្សានិងបណ្ណាល័យគឺជាផ្នែកដ៏មានសារៈសំខាន់បំផុតមួយព្រោះវាផ្ដោតផ្ទាល់ទៅលើការលើកកម្ពស់ចំណេះដឹងនិងការបណ្ដុះទម្លាប់អានដល់សិស្សានុសិស្សសម្រាប់ផ្នែកសិក្សានិងបណ្ណាល័យមានតួនាទីនិងភារកិច្ចដូចទៅ1ផ្នែកលើការសិក្សាបង្កើតក្រុមស្វ័យសិក្សារៀបចំឲ្យមានការរៀនជាក្រុមដោយឲ្យសិស្សពូកែជួយពន្យល់សិស្សដែលខ្សោយការតាមដានការសិក្សាសហការជាមួយប្រធានថ្នាក់ដើម្បីតាមដានអវត្តមាននិងការធ្វើកិច្ចការផ្ទះរបស់មិត្តភ័ក្តិរួចរាយការណ៍ជូនគ្រូទទួលបន្ទុកថ្នាក់ការប្រឡងប្រជែងរៀបចំឲ្យមានការប្រឡងប្រជែងតូចៗដូចជាការសូត្រកំណាព្យការសរសេរតាមអានឬដោះស្រាយលំហាត់គណិតវិទ្យាផ្សេងៗនៅម៉ោងសម្រាកឬម៉ោងសកម្មភាពលើកទឹកចិត្តមិត្តជំរុញមិត្តឲ្យខិតខំរៀនសូត្រនិងចូលរួមគ្រប់សកម្មភាពផ្សេងៗដែលសាលាបានរៀបចំ2តួនាទីលើផ្នែកបណ្ណាល័យជួយបណ្ណារក្សក្នុងការរៀបចំបណ្ណាល័យឲ្យមានរបៀបរៀបរយថែរក្សាសៀវភៅណែនាំមិត្តភ័ក្តិឲ្យចេះទុកដាក់សៀវភៅកំហែកកុំគូសវានិងទុកដាក់សៀវភៅតាមកន្លែងដើមវិញក្រោយពេលអានរួចបណ្ដុះទម្លាប់អានជំរុញនិងនាំមិត្តភ័ក្តិឲ្យចូលអានសៀវភៅឲ្យបានច្រើននៅម៉ោងទំនេរឬម៉ោងសម្រាក3អត្ថប្រយោជន៍សម្រាប់សមាជិកដែលទទួលបន្ទុកខ្ល้ายជាសិស្សដែលមានចំណេះដឹងទូលំទូលាយនិងជាគំរូដល់អ្នកដទៃទទួលបានការគ្រប់គ្រងទិន្នន័យនិងការចេះទុកដាក់ឯកសារមានទំនាក់ទំនងជិតស្និទ្ធជាមួយលោកគ្រូអ្នកគ្រូនិងបណ្ណារក្ស4សកម្មភាពប្រចាំសប្តាហ៍រៀបចំបញ្ជីឈ្មោះសិស្សដែលចូលអានក្នុងបណ្ណាល័យធ្វើការផ្សព្វផ្សាយអំពីសៀវភៅថ្មីឬសៀវភៅរឿងល្អៗដែលទើបនឹងទទួលបានជួយចូលសៀវភៅដែលរហែកឬចាស់សរុបមកផ្នែកសិក្សានិងបណ្ណាល័យគឺជាឆ្អឹងខ្នងសម្រាប់ឲ្យសិស្សានុសិស្សទទួលបានចំណេះដឹងទូលំទូលាយសម្បូរបែបតាមរយៈការអាននិងការរៀនសូត្ររួមគ្នាសូមអរគុណ